អូខេតើអ្នកនរគ្នាធ្លាប់ទេចូល trade តាមការ set up ត្រឹមត្រូវហើយក៏ប៉ុន្តែភ្លាមនោះស្រាប់តែផ្សារដើរបញ្ច្រាស់ទិសរបស់យើងទៅវិញហើយបញ្ហាទាំងនេះគឺជាអ្វីដែល trader ភាគច្រើនជួបប្រទះនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកអំពី concept មួយដែលមានឈ្មោះថា Market Structure Shift ឬហៅថា MSS គឺជា concept មួយដែលអាចប្រាប់អ្នកនរគ្នាអាចជួយអ្នកនរគ្នាឲ្យដឹងថាតើទីផ្សារបានផ្លាស់ប្ដូរទិសដៅហើយឬនៅអូខេក៏សូមស្វាគមន៍មកកាន់ Channel YouTube សុភ័ក្រជេងម្ដងទៀតហើយថាបើសិនជាអ្នកនរគ្នាគឺជាអ្នកថ្មីកុំភ្លេច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូបន្តទៀតឬក៏មួយវិញទៀតអាច scan QR code នៅលើវីដេអូនេះដើម្បីចូលរួមនៅក្នុង Telegram Channel របស់យើងដើម្បីទទួលបានការវិភាគប្រចាំថ្ងៃបាទអូខេតោះចូលមេរៀនរបស់យើងដែលថ្ងៃនេះយើងនិយាយអំពី Market Structure Shift មុននឹងយើងនិយាយអំពី Market Structure Shift យើងត្រូវយល់អំពី Market Structure ជាមុនសិនMarket Structure គឺជារបៀបដែលតម្លៃធ្វើចលនាវាគឺជា pattern ដដែលដែលប្រាប់យើងថាតើទីផ្សារកំពុងតែទៅខាងណា pattern ទី1 bullish structure ឬហៅថា uptrend នៅពេលដែលតម្លៃធ្វើ higher high higher low higher high ជាបន្តបន្ទាប់មានន័យថាទីផ្សារកំពុងតែឡើង buyer គឺមានអំណាចជាង seller pattern ទី2គឺ bearish structure ឬហៅថា downtrend នៅពេលដែលតម្លៃធ្វើ lower high lower low lower high ជាបន្តបន្ទាប់មានន័យថាទីផ្សារកំពុងតែចុះ seller គឺមានអំណាចជាង buyer អូខេឥឡូវយើងមកនិយាយអំពី market structure shift ឬហៅកាត់ថា MSS MSS គឺជាការបដូរទិសរបស់ market structure ពី bullish ទៅ bearish ពី bearish ទៅ bullish ជាភាសាសាមញ្ញ MSS ប្រាប់យើងថាទីផ្សារបានប្រូទិសហើយ smart money បានចាប់ផ្ដើមទិញឬក៏លក់នៅក្នុងទិសដៅថ្មីនេះគឺជា concept ដ៏សំខាន់នៅក្នុង ICT ព្រោះ MSS គឺជារឿងដំបូងដែល Smart Money ប្រើដើម្បីកំណត់ថាតើទីផ្សារបានប្ដូរទិសហើយឬនៅអញ្ចឹងយើងមកយល់អំពីរបៀបកំណត់ MSS ការកំណត់ MSS គឺមាន4ជំហានអ្នកនរគ្នាជំហានទី1យើងត្រូវដឹងថាតើយើងស្ថិតនៅក្នុងលំហូរមួយណាអ្នកនរគ្នាអាចសួរខ្លួនឯងថាទីផ្សារស្ថិតនៅក្នុងលំហូរ uptrendឬក៏នៅក្នុងលំហូរ downtrend ទីផ្សារកំពុងតែធ្វើ higher high higher low ឬក៏ទីផ្សារកំពុងតែធ្វើ lower high និង lower low ចំណុចទី2អ្នកនរគ្នាត្រូវតែរក swing low ឬក៏ swing high ឲ្យឃើញព្រោះថា swing high និង swing low គឺជា key level ដែលសំខាន់នៅក្នុង uptrend swing low គឺជា key level ដែលសំខាន់នៅក្នុង downtrend swing high last swing high គឺជា key level ដែលសំខាន់ជំហានទី3ឬក៏ step ទី3គឺយើងរងចាំតម្លៃ break swing low ឬក៏ swing high ជាមុនសិនខ្ញុំគួរអ្នកនរនេះយើងរងចាំតម្លៃបំបែកកន្លែងនេះពេលដែលបំបែក last swing high last swing low នៅត្រង់នេះគឺ bearish MSS នឹងកើតឡើងនៅពេលដែល bearish MSS កើតឡើងគឺជាសញ្ញាដែលយើងត្រូវរងចាំ sell ថាបើសិនជាយើងស្ថិតនៅក្នុង downtrend នៅពេលដែលតម្លៃធ្វើការបំបែក last swing high ដែលយើងនិយាយថាជា key level ដែលសំខាន់ហ្នឹងនេះយើងត្រូវរងចាំតម្លៃបំបែកកន្លែងហ្នឹងសិនពេលនោះ bullish MSS នឹងកើតឡើងនៅពេលដែល bullish MSS កើតឡើងជាសញ្ញាដែលយើងត្រូវរងចាំបាយសួរថាយើងអាចបាយនៅត្រង់នេះឬក៏ sell នៅត្រង់នេះបានទេបានក៏ប៉ុន្តែវាហានិភ័យខ្លាំងអ្នកនរណាអញ្ចឹងយើងត្រូវការរងចាំឲ្យវា retest បាទសិនជាមុនសិនយើងឧទាហរណ៍ថាបើសិនជាយើងនៅក្នុងទម្រង់បាទនៅក្នុងទម្រង់ uptrend ហើយបន្ទាប់ពីធ្វើការបំបែកបាទ swing low នោះយើងត្រូវការរងចាំវាឡើងទៅ retest កន្លែងនេះថាវាមក retest កន្លែងហ្នឹងហើយមានសញ្ញា reject បាទឬក៏មាន bearish candle កើតឡើងយើងអាច sell ពីកន្លែងហ្នឹងចុះមកបន្តបែបនេះហ្នឹងចំណុចទី4ជំហានទី4គឺ retest បាទ retest នៅម្ដុំ MSS ហ្នឹងអញ្ចឹងខ្ញុំ
បញ្ជាក់ឲ្យអ្នកនេះត្រឡប់មកវិញរបៀបកំណត់ MSS ទី1យើងត្រូវដឹងពី market structure យើងស្ថិតនៅក្នុងទម្រង់ high a high high a low ឬក៏ low a high ឬក៏ low a low ទី2យើងរក swing low ឬក៏ swing high ឲ្យឃើញព្រោះ swing low និង swing high គឺជា key level ដែលសំខាន់ទី3រងចាំវា break រងចាំ MSS កើតឡើងទី4បាទយើងរងចាំ retest បាទពាក្យថា retest ចាំវា retrace ឡើងទៅវិញកន្លែងនេះដូចគ្នាថាបើសិនជាយើងចង់បាយយើងចាំវាសារហ្នឹងវាចុះមក retest ម្ដុំកន្លែងនេះហើយបានយើងចាប់ផ្ដើមបាយលើកឡើងអូខេកន្លែងនេះខ្ញុំបដូរ color ទៅជាពណ៌ខៀវទៅដើម្បីឲ្យអ្នកនរគ្នាបានដឹងថាទីផ្សារគឺបានផ្លាស់ប្ដូរទិសអ្នកនរគ្នាណាបាទអូខេជំហានបន្ទាប់ខ្ញុំចង់ចែករំលែកអ្នកនរគ្នាអំពីភាពខុសគ្នារវាង BOS និង MSS ព្រោះមាន trader ភាគច្រើនក៏គាត់ច្រឡំរវាង MSS និង BOS មិនដឹងថាវាខុសគ្នាត្រង់ណាអញ្ចឹង BOS ឬដែលយើងហៅថា break of structure គឺជា continuation signal វាមានន័យថាទីផ្សារកំពុងបន្ត trend ដដែលយើងឧទាហរណ៍ថានៅក្នុង uptrend នៅពេលដែលតម្លៃបំបែក swing high បាទបំបែក swing high វាបង្កើតទៅជា high ថ្មីអញ្ចឹង BOS នឹងកើតឡើង BOS កើតឡើងមានន័យថា bullish structure នៅតែបន្តឬក៏យើងនិយាយថា bullish structure ឬក៏ bullish trend ហ្នឹងវានៅតែបន្តឡើងដដែលណាបាទអូខេចំណែកឯ MSS ឬក៏យើងនិយាយថា market structure shift វាគឺជា reversal signal មានន័យថាទីផ្សារកំពុងតែបដូរទិសបែបណាឧទាហរណ៍នៅក្នុងទម្រង់ឡើងសុកស្រាប់តែវាចុះមកបបែក last swing low MSS កើតឡើងអញ្ចឹងក៏មានន័យថាវាបានបដូរទិសពី uptrend ចុះមក downtrend អាហ្នឹងឯងដែលយើងហៅថា MSS បន្តមកទៀតថាបើសិនជាផ្សារហ្នឹង retrace ហើយវាចុះមកបំបែក swing low នេះមួយទៀតកន្លែងនេះគឺជា BOS បាទគេហៅថា bearish BOS នឹងកាត់ឡើង BOS អញ្ចឹងលំហូរនេះគឺនៅបន្តចុះនៅឡើយបាទនៅតែបន្តចុះហើយថាបើសិនជាតម្លៃហ្នឹងចាប់ផ្ដើម retrace ទៅហើយក៏នៅបន្តបបែកក្រោម swing low នេះទៀតនិង BOS ចាប់ផ្ដើមកាត់ឡើងទៀតហើយអូខេអញ្ចឹងភាពខុសគ្នាសំខាន់ត្រង់ថាម៉េចបាទ BOS បំបែកគេថា swing high ឬក៏ swing low នៅក្នុងទិសដៅដដែលហ្នឹងគឺ BOS ចំណែកឯ MSS គឺបំបែកគេថា swing high swing low ដូចគ្នាតែនៅក្នុងទិសដៅផ្ទុយគ្នាថាបើសិនជាចុះបែបហ្នឹងបាទចុះបែបហ្នឹងស្រាប់តែផ្សារបំបែកទៅបែបនេះវិញបាទមានន័យថាវាចាប់ផ្ដើមបំបែក swing high នៅកន្លែងនេះបាទអាហ្នឹងមានន័យថាវាបានបដូរទិសហើយអ្នកនរគ្នាណាវាចាប់ផ្ដើមបដូរទិសហើយអានេះគឺ MS កើតឡើងទៀតហើយអូខេតោះឥឡូវយើងក៏ចូលទៅមើលឆាតផ្ទាល់តែម្ដងអ្នកនរគ្នាណាបាទនេះកន្លែងនេះខ្ញុំគូថាឡើងដោយសារតែនេះគឺជា swing low swing high កន្លែងនេះគឺបង្កើត high low នៅពេលដែលបំបែកបាទ swing high ទៅនេះវាបង្កើតទៅជា high 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 low high 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 low និង high high ដល់កន្លែងនេះវាបង្កើតទៅជា high low ហើយបង្កើតទៅជា high high កន្លែងនេះយើងនិយាយពី market structure គឺជា bullish structure ឬក៏ហៅថា uptrend ក៏ប៉ុន្តែនៅពេលដែលតម្លៃចុះមកបំបែកគេហៅថា swing low នេះ last swing low វាបង្កើតទៅជា bearish MSS កាលណាមាន bearish MSS គឺជាសញ្ញាដែលយើងត្រូវរងចាំ sell អញ្ចឹងនៅពេលដែលតម្លៃបបែកចុះមកដល់បែបនេះគឺយើងរងចាំវាទៅ retest វិញឧទាហរណ៍ retest កន្លែងនេះអញ្ចឹងយើងមាន bearish candle reject យើងចាប់ផ្ដើមធ្វើការ sell ពីម្ដុំទៅនេះចុះមកត្រឡប់មកវិញអូខេអញ្ចឹងមានន័យថាម៉េចអ្នកនរនេះកន្លែងនេះយើងឃើញថា MSS គឺកើតឡើងមុន BOS MSS គឺបានបង្ហាញថា market structure គឺបានបដូរទិសហើយបដូរពី bullish ចុះមក bearish បន្តមកទៀតបានកើត BOS តាមក្រោយបង្កើត BOS តាមក្រោយនេះបញ្ជាក់ថាលំហូរចុះគឺនៅតែបន្តចុះបាទឃើញទេគឺបង្កើត BOS អញ្ចឹងបញ្ជាក់ថាលំហូរហ្នឹងគឺនៅតែបន្តចុះគឺ seller ចាប់ផ្ដើមមានអំណាចជាង buyer អញ្ចឹងយើងត្រូវតែផ្ដោតថាបើ seller មានអំណាចជាង buyer យើងចាប់ផ្ដើមធ្វើការរកកន្លែង sell មិនមែននៅពេលដែល seller មានអំណាចជាងយើងរកកន្លែង buy អាហ្នឹងគេហៅថាបញ្ជាផ្សារតែបើកន្លែងនេះទីផ្សារគឺ buyer មានអំណាចជាង seller អញ្ចឹងយើងចាប់ផ្ដើមរកកន្លែង buy ពេលដែលវា retrace ចុះមក retest
កន្លែង breaker block នេះយើងចាប់ផ្ដើមរកកន្លែងបាយឡើងចុះមក retest ឡើងទៅចុះមក retest យើងរកកន្លែងបាយឡើងបើសិនជា buyer មានអំណាចជាងយើងរកកន្លែងបាយថាបើសិនជា seller មានអំណាចជាងយើងរកកន្លែង sell អូខេអញ្ចឹងមេរៀនថ្ងៃនេះអ្វីដែលយើងរៀនសូត្របានទី1យើងយល់អំពី market structure ស្អីទៅគឺជា bullish structure ដែលយើងហៅថា uptrend ស្អីទៅគឺជា bearish structure ដែលយើងហៅថា downtrend ហើយយើងបានយល់ទៀតថាស្អីទៅគឺជា MSS គឺជាការបដូរទិសពី bullish ទៅ bearish ពី bearish ទៅ bullish ហើយយើងក៏បានយល់អំពី BOS ផងដែរថា BOS គឺវាកើតឡើងក្រោយពេលដែលកើតឡើង MSS BOS ប្រាប់យើងថា trend នៅតែបន្តនៅក្នុងទម្រង់ដដែលថាបើសិនជាទម្រង់ចុះវានៅតែបន្តចុះតែថាបើសិនជាទម្រង់ឡើង BOS កាត់ឡើងបញ្ជាក់ថាទម្រង់ឡើងវានៅតែបន្តឡើង bullish នៅតែបន្ត bullish បើសិនជានៅក្នុងទម្រង់ bearish BOS កាត់ឡើងបញ្ជាក់ថា bearish នៅតែបន្ត bearish អូខេបើសិនជាអ្នកនរគ្នាពេញចិត្តវីដេអូបែបនេះកុំភ្លេចជួយចុច like ហើយថាបើសិនជាអ្នកនរគ្នាគឺជាអ្នកថ្មីជួយ subscribe និងចុចសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូបន្តទៀតមួយវិញទៀតថាបើសិនជាអ្នកនរគ្នាចង់បានទទួលការវិភាគព័ត៌មានប្រចាំថ្ងៃអំពីហាងឆេងមាសអ្នកនរនេះអាច scan QR code បានដើម្បីចូលរួមក្រុម Telegram បាទសូមអរគុណ